មានរឿងអីទៀតហើយមិនក៏ខ្ញុំពិបាកក្នុងខ្លួនម្ល៉េះអូយខ្ញុំឈឺពេញខ្លួនអស់ហើយអើយមិនក៏ខ្ញុំខ្លាចតែជាបែបនេះតើចិត្តមុនខ្ញុំបានសាងបាបកម្មអីទៅម៉ែអើយតើឲ្យខ្ញុំទៅជួបម៉ែបានយ៉ាងម៉េចឬមួយនេះជាទណ្ឌកម្មជីវិតម៉ែកូនយើងម៉ែខ្ញុំទេណាម៉ែកុំចង់ឆៃខ្ញុំអីម៉ែចង់ឆៃខ្ញុំឯម៉ែម៉ែជួយខ្ញុំផងម៉ែរឿងទេពធីតាទុនសាយកាលពីព្រេងនាយនៅក្នុងភូមិដាច់ស្រយាលមួយមានម្ដាយកូន2នាក់រស់នៅដោយប្រកបរបរដាំបន្លែលក់មីងចន្ទធូជាស្ត្រីមេម៉ាយត្រដររកស៊ីចិញ្ចឹមកូនតែម្នាក់ឯងតាំងពីតូចគាត់មានកូនស្រីម្នាក់ឈ្មោះថានាងចន្ទ្រានាងនោះមានរូបឆោមស្រស់ស្អាតណាស់អត្តចរិតស្លូតបូតថែមទាំងឧស្សាហ៍ព្យាយាមទៀតផងម៉ែទៅសក់ប៉ុណ្ណេះល្មមបេះនៅឯណាម៉ែមើលបន្តិចមើលអូយធំហើយបេះទៅកូនណែម្សិលមិញម៉ែក៏មកដែរតែមិនឃើញសោះនេះបើកុំតកូនកុំអីណាចាស់ជ្រួលបាត់ហើយទៅសក់យើងឆ្នាំនេះល្អណាស់ម៉ែផ្លែច្រើនហើយធំល្អទៀតមើលទៅដឹងតែបានចំណេញច្រើនហើយចាស់កូនពេលបានលុយចំណេញច្រើនម៉ែចង់ទិញរបស់ខ្លះឲ្យកូនយើងជាស្រីទោះជាអត់យ៉ាងម៉េចក៏ត្រូវតែមានបញ្ជីមកហ៊ុនពាក់នឹងគេដែរកុំឲ្យគេមើលងាយបានណាកូនទិញធ្វើអីម៉ែបើខ្ញុំមិនដែលទៅណាផងណាមួយខ្ញុំមិនខ្វល់ទេចង់និយាយអីក៏និយាយទៅសំខាន់ឲ្យតែយើងរស់នៅមានក្តីសុខទៅបានហើយក្តីសុខត្រូវតែមានផ្លូវកាយនិងផ្លូវចិត្តណាកូនសប្តាហ៍ថ្ងៃយើងរស់នៅប៉ុណ្ណេះវាល្មមសមហើយតែសេចក្តីសុខផ្លូវចិត្តនេះណាវាក៏សំខាន់ដែរកាលណាយើងមានរបស់មានតម្លៃជាប់ខ្លួនវាជួយផ្លូវចិត្តយើងបានមួយចំណែកធំដែរណាកូនចាស់ម៉ែបើម៉ែគិតអញ្ចឹងហើយស្រេចតែម៉ែចុះតែបើកំណត់ខ្ញុំចង់ឲ្យម៉ែទិញទុកពាក់ខ្លួនឯងទៅព្រោះម៉ែចាស់ហើយទិញទៅគ្រាន់បានពាក់ទៅណាមកណាថ្ងៃក្រោយទៅម៉ែចង់ទុកឬក៏លក់ចាំគិតទៀតម៉ែមិនទិញទេរបស់លម្អកាយទាំងអស់នោះមិនសមជាមួយស្រីមេម៉ាយដូចជាម៉ែទេកាលពុកឯងនៅរស់ម៉ែស្រឡាញ់ខ្លាំងណាស់ចង់បានណាស់តែគ្មានលទ្ធភាពទិញឥឡូវមានលទ្ធភាពទិញហើយតែមិនដឹងជាពាក់ឲ្យអ្នកណាមើលណាហើយឈប់និយាយពីរឿងអស់នេះទៅកូនយកទៅសក់ទៅទុកសិនទៅម៉ែដើរទៅមើលខាងក្រោយសិនចាម៉ែក្រោយប្រាប់កូនហើយមីងចន្ទធូក៏បានដើរទៅក្រោយដីចំការតែម្នាក់ឯងនៅតាមរោងតសក់មីងចន្ទធូបានឃើញទុនសាយមួយកំពុងបណ្ដើរកូនរកចំណីហាទុនសាយតែប៉ុណ្ណេះបានឆ្ងាញ់មាត់ហើយអញមីងហើយដល់ឡើងខ្ញុំទៅមីងខ្ញុំសុំវអេសំលេងស្អីមកពីណាអញ្ចេះខ្ញុំគឺជាអ្នកនិយាយមីងដល់ឡើងខ្ញុំទៅណាមីងខ្ញុំសុំវមីងយីទុំសាយចេះនិយាយទៀតនេះច្បាស់ជាទុនសាយទេវតាមិនខានឮថាគេស៊ីសាច់ទុនសាយបានបុណ្យវាសនាខ្ពស់ហើយចុះបើស៊ីសាច់ទុនសាយទេវតាទៀតនោះមុខជាខ្លាយជាសទ្ធិឆាប់នេះមិនខានទេអញកុំឆៃខ្ញុំអីខ្ញុំសន្យាឈប់ស៊ីបន្លែរបស់មីងទៀតហើយខ្លួនខ្ញុំតូចតែមួយបើមីងយកទៅធ្វើម្ហូបរួចបានត្រឹមតែមួយថ្ងៃតែបើមីងសម្រាប់ខ្ញុំដូចសម្រាប់កូនអញ្ចឹងវានៅតូចណាស់មីងអើយវាមិនចេះរកចំណីស៊ីដល់ខ្លួនឯងទេអេឯងស៊ីបន្លែយើងទុកថាយើងជាអ្នកមានគុណរបស់ឯងឥឡូវយើងចង់ស៊ីឯងវិញឯងត្រូវតែសងគុណយើងអញ្ចឹងហើយណែរឿងកូនណាឯងមិនបាច់ភ័យទេចាំយើងយកវាទៅធ្វើម្ហូបជាមួយឯងអត់ទេមីងខ្ញុំសុំវវានៅតូចណាស់មីងអើយមីងកុំសម្លាប់វាអីណាបើមីងចង់ឆៃតែខ្ញុំម្នាក់ឯងបានហើយបិទមាត់ទៅកូនទុនសាយតូចមកទៅលេងកំពង់ឆ្នាំងជាមួយមីងឡាថ្ងៃនេះបានសាច់ទុនសាយស៊ីហើយឡា
បន្ទាប់ពីចាប់បានទុនសាយម្ដាយកូនទាំងពីរហើយមីងច័ន្ទធូមានចិត្តរីករាយជាខ្លាំងត្បិតថ្ងៃនេះបានសាច់ទុនសាយហូបជាអាហារពេលល្ងាចចំណែកមេទុនសាយនិងកូនវិញត្រូវបានគេកាត់ផ្ដាច់ជីវិតដូច្នេះខឹងណាស់វាក៏បានដាក់បណ្ដាសាឲ្យមីងច័ន្ទធូពាក្យបណ្ដាសានោះមានដូចតទៅ ថ្ងៃនេះឯងពងរត់ម៉ែកូនយើងថ្ងៃក្រោយទៅយើងសូមដាក់បណ្ដាសាឲ្យឯងព្រាត់ពីកូនដូចគ្នាសូមឲ្យឯងព្រាត់ទាំងវេទនាព្រាត់រស់វេទនាជាងស្លាប់ជួបយប់ថ្ងៃបែកជួបបែកគ្មានថ្ងៃត្រឡប់សូមឲ្យកូនរបស់ឯងខ្លាចជាសត្វទុនសាយនៅពេលថ្ងៃខ្លាចជាមនុស្សនៅពេលយប់សូមឲ្យបណ្ដាសានេះមានរហូតដល់វាជួបស្នេហ៍ពិតចន្ទ្រីអើយដាំបាយហើយនៅកូនណែម៉ែបានទន្សាយពីរយកទៅធ្វើម្ហូបទៅកូនម៉ែបានទន្សាយមកពីណាមើលទៅថត់ល្អណាស់ម៉ែចាប់បាននៅចំការរបស់យើងនឹងណាយកទៅប្រឡាក់ទាំងពីរទៅកូនល្ងាចនេះម៉ែចង់ហូបសាច់ទន្សាយអាំងចាម៉ែអញ្ចឹងខ្ញុំទៅធ្វើម្ហូបសិនហើយណាម៉ែព្រឹកលឿនម្លេះខ្ញុំមិនទាន់អស់ងងុយផងចន្ទ្រីអើយក្រោកហើយឲ្យកូនមកជួយរៀបចំបាយទឹកម៉ែយើងប្រញាប់ទៅបេះតសក់ទាន់នៅព្រឹកណាចាម៉ែក្រោកហើយមកក៏ថ្ងៃនេះដូចជាឈឺក្បាលចម្លែកម្លេះណាហើយមិនអីទេឈឺប៉ុណ្ណឹងបន្តិចទៅវាបាត់ហើយចន្ទ្រីឲ្យលឿនឡើងកូនហៅទម្រាំតែក្រោកហើយនៅរេរដល់ណាទៀតឆាប់មកជួយដាំបាយមកម៉ែទៅរៀបចំកាជើល្អីយីកូននេះចំជាយឺតចៅមែនវ៉ៃចាទៅឲ្យម៉ែខ្ញុំកាត់អីចេះមិនក៏ខ្លួនខ្ញុំដោះរំចម្លែកម្លេះម៉ែជួយខ្ញុំផងម៉ែក្រោយផ្ដែផ្ដាំកូនរួចហើយមីងច័ន្ទធូក៏បានដើរទៅចំការតែម្នាក់ឯងចំណែកនាងចន្ទ្រាវិញភ័យណាស់នាងមិនដឹងត្រូវធ្វើយ៉ាងណាក៏បានលួចតាមម្ដាយទៅចំការដែរតែដោយខ្លាចម្ដាយមើលមិនស្គាល់នាងក៏បានពួននឹងលួចមើលម្ដាយពីចម្ងាយព្រះអើយមិនក៏ខ្ញុំខ្លាចតែជាបែបនេះតើចិត្តមុនខ្ញុំបានសាងបាបកម្មអីទៅម៉ែអើយតើឲ្យខ្ញុំទៅជួបម៉ែបានយ៉ាងម៉េចឬមួយនេះជាទណ្ឌកម្មជីវិតម៉ែកូនយើងអើយថ្ងៃរះកំពុះណាស់នៃហើយមិនក៏មិនទាន់មកដល់ចំការទៀតយីកូននេះចំជាខ្ជិលមែនបើខ្ជិលម្លឹងថ្ងៃក្រោយទៅរកស៊ីអីតាន់គេទៅអើយចាប់ហើយរំពឹងអីទេខ្ញុំកូនកំមុំតែមួយនឹងផងការមើលកម្មម៉ែខ្ញុំមកដល់ហាញ់តាម៉ែបើចាញ់ទៅម៉ែនឹងចាប់ខ្ញុំអាំងឆៃទៀតហើយមិនបានទេខ្ញុំមិនអាចទៅជួបម៉ែខ្ញុំទាំងរូបរាងចឹងទេចាំខ្ញុំសិនណាម៉ែចាំខ្ញុំខ្លាចជាមនុស្សវិញចាំខ្ញុំទៅជួបម៉ែចំថ្ងៃត្រង់ហើយតើកូននឹងវាទៅណាវីអីក៏យូរម្លេះរាល់ដងវាយឺតមែនតែក៏មិនយឺតដល់ថ្នាក់នឹងពេកដែរតិចវាកើតអីទៅមិនបានទេខ្ញុំទៅមើលវានៅផ្ទះតិចសិនចំទន្សាយនេះមកពីណាធ្លាប់តែឃើញទន្សាយស៊ីបន្លែអានេះវាចេះចូលរួចបាយឯងស៊ីដល់ផ្ទះដូចមនុស្សអីថ្ងៃនេះលៀបមាត់អញទៀតហើយសំណាងអីក៏សំណាងម្លេះណបានស៊ីសាច់ទន្សាយដល់ទៅ2ថ្ងៃជាប់គ្នាម៉ែខ្ញុំទេណាម៉ែកុំចង់ឆៃខ្ញុំអីម៉ែចង់ឆៃខ្ញុំម៉ែហើយយ៉ាមីងបានសាយមកពីណាធំល្អម្លេះមីងចែកឲ្យខ្ញុំបានទេខ្ញុំចង់ឆៃសាច់សាញ់ណាអូទន្សាយនេះមីងប្រោះទុកហូបស្អែកបើចង់ហូបក្មួយឯងចាប់យកនៅម្ដុំចំការមីងទៅនៅនោះណាសបូនណាស់មីងចាប់បាន2ថ្ងៃហើយសុទ្ធតែធំល្អអញ្ចឹងនៅចាំនឹងទៅក្មួយចាំតិចទៀតវាមកហើយប៉ុន្មានណាមីងហូចំជាសំណាងធំមែនមិនអីទេមីងចាំខ្ញុំទៅចាប់នៅម្ដុំចំការមីងនេះមីងទៅផ្ទះវិញហើយហ៎មីងទៅហើយទៅរកមើលកទូចបន្តិចសិនព្រឹកមិញណាមីងចេញមកមុនមិនបានចាំវាមីងថាឲ្យវាមកតាមក្រោយឥឡូវថ្មនេះហើយមិនទាន់ឃើញវាមកទៀត
ខ្លាចតែកើតស្អីនៅតាមផ្លូវទេដឹងអីមិញខ្ញុំរកសួរមីងដែររត់ដងស្រាប់តែឃើញទៅណាមកណាទាំងគូស្រាប់តែថ្ងៃនេះឃើញមីងមកតែម្នាក់ឯងដល់ពេលអញ្ចឹងទៅខ្ញុំក៏ឆ្ងល់ដែរតាតែមើលផ្ទះឲ្យនៅមីងក្រែងមិនស្រួលខ្លួនបានជាមិនមកជួយអញ្ចឹងនោះព្រោះរត់ដងឃើញឧស្សាហ៍ណាមកជួយមីងរហូតអញ្ចឹងបានជាថានឹងណាព្រឹកមិញវាក្រោកដាំបាយទឹកជាមួយមីងតើស្រាប់តែមីងនេះរៀបចំចេញមកបាត់មិនឃើញវាសោះមីងក៏ស្រែកផ្ដាំឲ្យវាមកតាមក្រោយចាំផ្លូវមកព្រឹកធំហើយមិនឃើញមកសោះក្មួយលើចាំនៅនឹងហើយមីងតែផ្ទះមុនហើយណាចាមីងចន្ទ្រាអើយចន្ទ្រានៅណានឹងកូនម៉ែមកវិញហើយថ្ងៃនេះណាម៉ែបានទន្សាយមួយមកទៀតហើយមិនក៏ព្រឹកមិញមិនឃើញទៅចំការជាមួយម៉ែអញ្ចឹងកូនមិនស្រួលខ្លួនមែនទេម្នេះមកចាំម៉ែក៏ខ្យល់ឲ្យចន្ទ្រាយីកូននឹងទៅណាវាម៉ែខ្ញុំនៅនេះម៉ែលែងខ្ញុំទៅម៉ែចង់ឆៃកូនខ្លួនឯងហ៎ម៉ែកុំអីណាម៉ែអីទុនសាយនេះវាចេះយំមើលតាមមនុស្សវ័យនឹងបែបយំស្ដាយជីវិតហើយមើលទៅមិនអីទេកូនទុនសាយតូចយើងឆៃឯងនេះក៏ដូចទុកថាជួយឯងឲ្យរួចផុតពីចិត្តជាសត្វដែរចាំយប់ចាំគិតថាគួរយកឯងទៅធ្វើអីឆ្ងាញ់ឥឡូវយើងមានការរវល់បន្តិចចាំមកវិញចាំគិតទៀតណាកូនទុនសាយតូចនិយាយហើយមីងចន្ទធូក៏បានចេញទៅរកកូនបាត់ទៅចំណែកនាងចន្ទ្រាវិញមានសេចក្តីទុក្ខសោកជាខ្លាំងណាម្ដាយមិនស្គាល់ខ្លួនណាមួយទៀតបារម្ភខ្លាចក្រែងមិនរួចផុតជីវិតនៅយប់នេះលុះយប់ឡើងរូបកាយคล้ายជាទន្សាយរបស់នាងចន្ទ្រាក៏បានប្រែคล้ายជាមនុស្សវិញក្រោមអំណាចពន្លឺនៃព្រះច័ន្ទមានរឿងអីទៀតហើយមិនក៏ខ្ញុំពិបាកក្នុងខ្លួនម្ល៉េះអូយខ្ញុំឈឺពេញខ្លួនអស់ហើយខ្ញុំខ្លាចជាមនុស្សវិញហើយយេទីបំផុតខ្ញុំខ្លាចជាមនុស្សវិញហើយម៉ែខ្ញុំខ្លាចជាមនុស្សវិញហើយម៉ែចន្ទ្រាអើយនៃណាកូនកុំ20ម៉ែណាម៉ែតាមរកអញពេញមួយថ្ងៃហើយឯងទៅណាមិនក៏មិនប្រាប់ម៉ែសោះអញ្ចឹងកូនចន្ទ្រាម៉ែខ្ញុំនៅនេះនៃណាកូននៅខាងនេះម៉ែពុទ្ធោកូនម្ដាយហើយកូនបាត់ទៅណាម៉ែរកពេញមួយថ្ងៃហើយមិនឃើញសោះម៉ែចាំផ្លូវកូននៅចំការក៏មិនឃើញម៉ែមករកនៅក្នុងព្រៃនេះមួយសន្ទុះធំហើយក៏នៅតែមិនឃើញទៀតកូនឯងទៅណាដឹងទេម៉ែបារម្ភខ្លាំងណាស់កូនម៉ែខ្ញុំមិនបានទៅណាឆ្ងាយទេម៉ែខ្ញុំនៅក្បែរម៉ែរហូតនឹងតាំងពីព្រឹកមកម្លេះគ្រាន់តែម៉ែមិនដឹងនៅក្បែរម៉ែអាមិនក៏ម៉ែមិនដឹងកូនឯងខកម៉ែទេអីអត់ទេម៉ែខ្ញុំមិនបានខកម៉ែទេរឿងគឺវាបែបនេះពុទ្ធោអើយមិនក៏រឿងនេះធ្លាក់មកលើគ្រួសារយើងទៅវិញកូនហើយកូននេះណាសំណាងហើយដែលម៉ែមិនទាន់បានយកទន្សាយនោះទៅធ្វើម្ហូបកុំអីកូនមានម្ដាយអើយមិនចង់គិតទេម៉ែតោះកូនទៅផ្ទះយើងវិញចាប់ពីថ្ងៃនេះទៅម៉ែយកកូនទៅតាមរហូតមិនថាកូនជាមនុស្សឬជាទន្សាយកូនត្រូវនៅក្បែរម៉ែរហូតណាកូនណាចាម៉ែពីថ្ងៃក្រោយមកនាយឌួងក៏បានមកពិនិត្យអាការៈមីងចន្ទធូតាមសន្យាតែមកលើកនេះនាយមកដល់ក្បាលប្រលប់នាយក៏បានឃើញនាងចន្ទ្រាកំពុងប្រែកាឡាខ្លួនពីទន្សាយមកជាមនុស្សហានេះនាងជាមនុស្សឬជាខ្មោចមិនក៏អាចកាឡាខ្លួនបានអញ្ចឹងនាយកុំខ្លាចខ្ញុំអីខ្ញុំជាមនុស្សទេតែខ្ញុំត្រូវបណ្ដាសានាយចុះទៅមើលម៉ែសិនទៅចាំខ្ញុំប្រាប់ដំណើររឿងតាមក្រោយម៉ែគ្រូថ្នាំមកមើលហើយអាការៈមិនហើយមីងបានធូរខ្លះនៅ
ធូរច្រើនហើយក្មួយមកដល់យូរហើយនៅមានបានឃើញអីចម្លែកទេគាត់ឃើញអស់ហើយម៉ែឃើញហើយក្មួយក៏មាត់ប្រាប់គេណាមីងខ្លាចគេធ្វើបាបកូនមីងខ្លាចគេចោទថាវាជាព្រាយបិសាចខ្លាចគេពង្រត់ម៉ែកូនយើង ខ្ញុំមិននិយាយអីផ្ដេសផ្ដាស់ទេមីងខ្ញុំមានតែអាណិតមីងនិងប្អូនថែមចាំខ្ញុំមកជួយមើលការខុសត្រូវមីងណានិយាយអញ្ចឹងប្អូនមានអាការៈនឹងយូរហើយនៅមីងចាអរគុណក្មួយទើបតែ2 3ខែទេក្មួយមីងក៏មិនដឹងពីមូលហេតុអីច្បាស់ដែរគឺមីងសង្ស័យត្រូវបណ្ដាសាគេឲ្យមើលទៅម៉ែកុំអារម្មណ៍ច្រើនពេកថែសុខភាពឲ្យល្អទៅរឿងខ្ញុំម៉ែមិនបាច់ភ័យទេបណ្ដោយតាមកម្មចុះបើត្រូវបណ្ដាសាមែនដល់ពេលវេលាវាមកជារលាយទៅវិញដល់ខ្លួនឯងហើយចាប់តាំងពីថ្ងៃនោះមកនាយឌួងតែងតែមកជួយការងារមីងចន្ទធូជារឿយលុះយូរទៅក្តីអាណិតក៏កើតទៅជាស្រឡាញ់នាយឌួងចាប់ផ្ដើមស្រឡាញ់នាងចន្ទ្រាកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃថ្ងៃមួយនាយក៏បានដាច់ចិត្តសារភាពចន្ទ្រាអូនគិតយ៉ាងម៉េចជាមួយបងមិនក៏សួនចឹងបងខ្ញុំទុកបងដូចបងប្រុសជាអ្នកមានគុណចំពោះម្ដាយកូនខ្ញុំហើយប្រហែលខែនេះបើកុំតែបងមកជួយការងារកុំអីម៉ែខ្ញុំមកជាធ្វើការទាំងឈឺទៀតមិនខានបងប្រុសតែបងគិតជាមួយអូនលើសពីប្អូនស្រីបងស្រឡាញ់អូនហាស្រឡាញ់ខ្ញុំមនុស្សមិនចាំមនុស្សទុនសាយមិនចាំទុនសាយបងគិតម្ដងទៀតទៅកុំឲ្យខ្ញុំខកខ្លួនណាបងគិតច្បាស់ហើយបងស្រឡាញ់គឺស្រឡាញ់ហើយស្លាប់ហើយនាងចន្ទ្រាជាបិសាចអញ្ចឹងតាបានជាមួយរយៈនេះមិនដែលឃើញវាចេញតាណាមកណាសោះអាខេងមីងកាណាងនាងចន្ទ្រាជាបិសាចឯងឃើញដូចយើងទេខ្ញុំឃើញតាមីងទុកវាមិនបានទេមនុស្សអញ្ចឹងចង្រៃណាស់ចាប់វាយកទៅសម្លាប់ចោលទៅមែនហើយបងចាប់វាទៅដុតទៅរស់ទៅអត់ទេអ្នកណាក៏កំប៉ះកូនខ្ញុំប៉ះមិនបានទេឆាប់រត់ទៅកូនដួងបីប្អូនរត់ទៅហេម៉ែវាឈួតហើយហៅទន្សាយថាកូនដួងចន្ទ្រាឆាប់រត់ទៅកូនមីចន្ទ្រាឯងជាមនុស្សឬជាបិសាចមិនក៏ម្ដងជាមនុស្សម្ដងជាទន្សាយអញ្ចឹងណាសម្រាប់វាតែអាខេងទុកវានៅនាំតែចង្រៃភូមិយើងទេឈប់សិនមានរឿងអីហើយមិនក៏មកអង្គុយចោមរោមសាយនេះអញ្ចឹងអ្នកចន្ទធូហើយអ្នកកើតអីបានជាយំខ្លាំងម្ល៉េះពួកវាចង់សម្លាប់កូនខ្ញុំលោកបងជួយកូនខ្ញុំផងលោកបងណ៎ឃើញទេសូម្បីតែម៉ែវាក៏ឈួតដែរហៅសັດថាជាកូនហើយអាមួយនេះមកពីណាឯងស្រឡាញ់វាអីឯងមានដឹងថាវាជាបិសាចទេខ្ញុំដឹងតាំងពីមុនស្រឡាញ់នាងម្ល៉េះពូអើយជួយចន្ទ្រាផងជួយនាងកុំឲ្យត្រូវគេសម្លាប់អីខ្ញុំសូមវល់ពូនាងត្រូវបណ្ដាសាគេទេពេលយប់នាងជាមនុស្សពេលថ្ងៃនាងជាទន្សាយនាងមិនទៅធ្វើបាបអ្នកណាទេហេតុអីក៏ពួកគេចង់សម្លាប់នាងទៅវិញមិនបានមនុស្សអញ្ចឹងទុកនៅក្នុងភូមិបានទេត្រូវតែសម្លាប់វាកូនម៉ែខ្លាចជាមនុស្សវិញហើយណ៎ឃើញទេមនុស្សអញ្ចឹងទុកមិនបានទេវាចង្រៃណាស់សម្លាប់ទៅបងប្អូនយើងសម្លាប់វាទៅមែនហើយសម្លាប់វាទៅកុំអីអ្នកទាំងអស់គ្នាត្បិតថានាងចន្ទ្រាអញ្ចឹងមែនតែគ្នាមានបានមកធ្វើបាបយើងឯណាកុំសម្លាប់គ្នានាំតែមានបាបអីណាមិនសម្លាប់ក៏បានតែនាងត្រូវចេញពីភូមិយើងមិនត្រូវការអ្នកភូមិចម្លែងអញ្ចឹងទេមែនហើយចេញទៅតោះចន្ទ្រាអូនទៅនៅភូមិបងវិញចាំបងរស់ស៊ីចាំអូននឹងម៉ែណាបងនៅទទួលយកអូនបានទៀតមែនទេបងមិនខ្លាចអូននាំចង្រៃដូចគេនិយាយទេ
បើបងខ្លាចយ៉ាងไรបងមិនមកបំរើមីងនឹងអូនអស់ប្រមាណខែនេះទេមកយើងចេញពីភូមិនេះទៅចំណេះជំនាញបងមានបងចិញ្ចឹមអូនមិនឲ្យខ្វះខាតទេ ចាបងបន្ទាប់ពីមានហេតុការណ៍នៅយប់នោះនាយឌួងក៏បាននាំចន្ទ្រានិងម្ដាយទៅសាងជីវិតថ្មីនៅភូមិកំណើតរបស់ខ្លួនវិញចំណែកនាងចន្ទ្រាវិញដោយអំណាចនៃស្នាមថើបដ៏បរិសុទ្ធនាងក៏បានរួចបណ្ដាសាក្លាយជាមនុស្សធម្មតាវិញលុះទៅដល់ភូមិនោះនាយឌួងក៏បានបន្តអាជីពជាគ្រូថ្នាំនិងសាងគ្រួសារមួយជាមួយចន្ទ្រាយ៉ាងមានសេចក្តីសុខតរៀងទៅអើយ